នៅក្នុងនាមជាជ័យលាភីរង្វាន់ Nobel សន្តិភាពសម្ដេចសង្ឃដាឡៃឡាម៉ាបានអំពាវនាវសុំឲ្យលោកស្រីអ៊ុងសានស៊ូជីដែលបានទទួលរង្វាន់ Nobel សន្តិភាពដោយព្រះអង្គដែរនោះធ្វើកិច្ចការអ្វីមួយដើម្បីជួយសង្គ្រោះជនជាតិភាគតិចរ៉ូហិញ៉ាដែលអង្គការសហប្រជាជាតិបានចាត់ទុកជាជនជាតិភាគតិចដែលទទួលរងនឹងការធ្វើទុកបុកម្នេញខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែតអូសាលីប្រមុខសាសនាទីបេបានអះអាងថាព្រះអង្គធ្លាប់បាននិយាយដោយផ្ទាល់ចំនួន2លើកទៅហើយទៅលោកស្រីអ៊ុងសានស៊ូជីពីករណីប្រជាជនរ៉ូហិញ៉ាលើកទី1នៅទីក្រុងឡុងនិងលើកទី2នៅសាធារណរដ្ឋឆែកជាទីដែលព្រះអង្គបានលើកយកបញ្ហាជនជាតិរ៉ូហិញ៉ានេះទៅនិយាយជាមួយនឹងលោកស្រីអ៊ុងសានស៊ូជីគឺចាប់តាំងពីជនជាតិមួយនេះបានរងគ្រោះនៅក្នុងចំនួនហិង្សាជាមួយនឹងពុទ្ធសាសនិកនៅប្រទេសភូមានៅឆ្នាំ2012លោកស្រីអ៊ុងសានស៊ូជីបានឆ្លើយតបមកខ្ញុំវិញថាលោកស្រីជួបការលំបាកច្រើននៅក្នុងរឿងនេះជនជាតិរ៉ូហិញ៉ាគឺជាសំណុំរឿងដែលស្មុគស្មាញមិនងាយស្រួលនឹងដោះស្រាយទេនេះគឺជាការរៀបរាប់បន្តរបស់សម្ដេចសង្ឃដាឡៃឡាម៉ាតាមព្រះអង្គបញ្ហារបស់ប្រជាជនរ៉ូហិញ៉ាបានស្ដែងឲ្យឃើញថានៅទីបំផុតទៅមនុស្សនៅតែខ្វះមេត្តាធម៌ដើម្បីជួយយកអាសាអ្នកដទៃលោកស្រីអ៊ុងសានស៊ូជីបានដកឃ្លាមិនសូវជាចេញមុខនិយាយច្រើនពីវិបត្តិជនជាតិរ៉ូហិញ៉ានៅក្នុងប្រទេសភូមាតាមអ្នកវិភាគខ្លះអវត្តមានរបស់មេដឹកនាំបកប្រឆាំងភូមាមានតាក់ទងទៅនឹងការបោះឆ្នោតជាតិដែលត្រូវធ្វើឡើងនៅចុងឆ្នាំ2015នៅប្រទេសភូមាលើកនិយាយការពីបុព្វហេតុជនជាតិរ៉ូហិញ៉ានឹងអាចធ្វើឲ្យគណៈបករបស់លោកស្រីអ៊ុងសានស៊ូជីបាត់បង់សម្លេងឆ្នោតពីក្រមប្រជាជនភូមាដែលជាមនុស្សជាតិនិយមហើយនឹងប្រឆាំងសាសនាអ៊ីស្លាមនៅប្រទេសភូមា